បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតនៅคลิปវីដេអូថ្មីដែលคลิปវីដេអូនេះដែរគឺខ្ញុំបានធ្វើដំណើរទៅកាន់គេហៅថា workshop មួយដែលគេអញ្ជើញខ្ញុំទៅជាមួយនឹងលោកគ្រូនៅខាងមហាវិទ្យាល័យកសិកម្មគឺគេទៅ workshop នោះតាក់ទងជាមួយនឹងដើមកំច័ន្ទគ្រឹស្ណាដែល workshop នោះគេបង្ហាញអំពីការចាស់វាធ្វើឲ្យវាមាន stress ហើយធ្វើឲ្យវាមានក្លឹបនៅខាងក្នុងបាទវីដេអូនេះដែរខ្ញុំសូមអធិស្ឋានដល់ពុកម៉ែបងប្អូនខ្ញុំភ្លេចមើល setting នៅក្នុងកាមេរ៉ាអញ្ចឹងទៅខ្ញុំបើកខ្ញុំធ្វើឲ្យវាចាំងពលឺមកខ្លាំងអញ្ចឹងទៅកន្លែងខ្លះវារៀងភ្លឺខ្លាំងភ្លឺស្ងាច់តោះតែពេលដែលខ្ញុំមកវិញបាទខ្ញុំស្រែវាបិទវាវិញបានមើលឃើញធម្មតាវិញអធិស្ឋានបងប្អូនផងហើយពេលនេះដែរខ្ញុំកំពុងតែជិះម៉ូតូជាមួយនឹងកូនសិស្សខ្មែរមួយរូបទៀតបាទហើយពួកយើងអត់បានហ៊ានជិះផ្លូវធំទេដោយសារតែខ្ញុំអត់មានមួកនៅផ្លូវដោយសារខ្ញុំហើយនឹងកូនសិស្សខ្មែរមួយរូបទៀតអត់មានមួកហើយប៉ូលីសនៅណាបើសិនជាយើងចុះពីសាលាទៅហើយប៉ូលីសចាប់ប៉ូលីសគេនឹងដេញឲ្យយើងឡើងមកយកមួកវិញហើយខ្ញុំក៏អត់មានមួកដែរអញ្ចឹងពួកគាត់ថាកុំឲ្យពិបាកអញ្ចឹងមានអាជីពផ្លូវក្នុងហើយដល់កន្លែងមុខគឺបាត់ឡើយដោយសារតែទៅមុខទៀតគឺដល់ប៉ុស្តិ៍ប៉ូលីសហើយអញ្ចឹងទៅយើងក៏បត់ស្ដាំផ្លូវខាងមុខដើម្បីវៀងហើយដោយសារតែខ្ញុំហើយនឹងគាត់ហ្នឹងជិះទៅតំបន់ហ្នឹងវាប្រហែលជា20គីឡូជាងដែរចាំខ្ញុំដាក់ location ឲ្យបងប្អូនទស្សនាហើយខ្ញុំកំពុងតែជិះជាមួយនឹងនិស្សិតកូនសិស្សប្រទេសឥណ្ឌូនេស៊ីគាត់មកយកខ្ញុំហើយយើងអាចបាននិយាយនេះទេដោយសារតែខ្ញុំនិយាយឥណ្ឌូនេស៊ីបានតិចបំផុតហើយគាត់និយាយអង់គ្លេសបានតិចបំផុតអញ្ចឹងទៅធ្វើឲ្យយើងពិបាកតាក់ទងគ្នាបាទមកដល់កន្លែងមុខវិជ្ជាគឺយើងបត់ស្ដាំហើយយើងចូលតាមផ្លូវទូចហើយកាត់ក្លុកក្លៀតច្រើនណាស់ខ្ញុំមិនសូវជាចាំទេហើយណាមួយវីដេអូនេះគឺខ្ញុំថតយូរហើយតាមខ្ញុំចាំដូចជាតាំងពីខែម៉ាននេះបងប្អូនដូចជាខែ7ខែ8វីដេអូនេះតាមខ្ញុំចាំណាប៉ុន្តែខ្ញុំអត់ទាន់បានកាត់អញ្ចឹងតែពេលនេះបាទខ្ញុំយកវីដេអូនោះមកកាត់បាទហើយកូនសិស្សខាងមុខនោះគាត់ឈ្មោះគឹមហុងគាត់មកនៅនេះយូរហើយភាសាឥណ្ឌូគាត់និយាយបានច្រើនទីគាត់និយាយដូចអ្នកនៅហ្នឹងហើយគាត់នៅនេះប្រហែលជា8ឆ្នាំហើយតាមខ្ញុំដឹងហើយខ្ញុំទៅមកពេលនេះខ្ញុំទៅមកបាន6 7ខែប៉ុន្តែម្ដងថ្ងៃនេះខ្ញុំមកបានប្រហែលជា1ឆ្នាំ1ខែហើយចឹងភាសាឥណ្ឌូខ្ញុំក៏មិននិយាយបានច្រើននៅតែតិចដែរបាទនៅនេះគឺជាទស្សនវិជ្ជាតាមដងផ្លូវនៃប្រទេសឥណ្ឌូនេស៊ីបាទហើយតំបន់ខ្ញុំនៅនេះឆ្ងាយពីចាកាតាឆ្ងាយមែនតើហ្មងឆ្ងាយណាស់បាទហើយនេះគឺតាមផ្លូវដែលគាត់បានបត់ចូលហ្នឹងបាទបត់ចូលតាមផ្លូវហ្នឹងហើយពីច្រើនបងប្អូនឃើញទេផ្ទះអត់សូវធ្វើខ្ពស់ហ្មងទេអស់ហើយ2ជាន់នេះហ្នឹងបាទ2ជាន់បើសិនជាសាលាខ្ញុំវិញសាលាខ្ញុំនៅលើភ្នំអញ្ចឹងគេអាចធ្វើដល់3 4ជាន់អញ្ចឹងទៅដោយសារតែនោះណារំជួយដីញឹកមែនតើបាទពេលដែលខ្ញុំមកដល់នៅដំបូងខែ2ខែ3ហ្នឹងគឺខ្ញុំជួបច្រើនជួបអង្គើហើយដោយសារតែនៅកម្ពុជាយើងអត់មានធ្លាប់មានបទពិសោធន៍ជួយអញ្ចឹងណាប៉ុន្តែមកដល់នេះគឺមានប៉ុន្តែខ្ញុំធ្លាប់ជួយខ្លាំងម្ដងលោតដល់6ចុចជាងអាហ្នឹងខ្លាំងប៉ុន្តែអត់យូរទេមួយផ្លែទេប្រហែលជា5សង្កុងអីវារបៀបដូចទូរស័ព្ទយើងញងអញ្ចឹងគឺអញ្ចឹងទៅប៉ុន្តែជាបទពិសោធន៍ដំបូងរៀងភ័យដែរព្រោះបាទហើយនេះគឺជាទស្សនវិជ្ជាតាមផ្លូវដែលខ្ញុំទៅជាមួយគាត់ហ្នឹងបាទហើយខ្ញុំជិះតាមក្លុកក្លៀតមែនតើខ្ញុំនិយាយតតាក់ទងជាមួយនឹងតំបន់ដែលខ្ញុំនៅនេះគឺតំបន់នេះគឺឆ្ងាយមែនតើបើនិយាយពីតំបន់ដែលខ្ញុំទៅនិយាយពីតំបន់ដែលខ្ញុំនៅហើយទៅចាកាតាស្មើនឹងតំបន់ដែលខ្ញុំនៅទៅខ្មែរគឺឆ្ងាយមែនតើជិះសម្បត្តិយន្តហោះទៅចាកាតាពីនឹងទៅចាកាតា100ជាងពីនឹងទៅខ្មែរក៏100ជាងដែរបងប្អូនអញ្ចឹងគឺឆ្ងាយមែនតើខ្ញុំធ្លាប់ទៅដំណើរកំសាន្តម្ដងនៅคลิปវីដេអូក្រោយខ្ញុំនឹងដាក់ដំណើរកំសាន្តខ្ញុំទៅឡាំពុងដែលឡាំពុងហ្នឹងគៀកចាកាតាមែនតើតែចេញទៅប្រហែលជា200គីឡូជាងទៀតហើយឆ្លងកោះឆ្លងសាឡាងហ្នឹងពីកោះខ្ញុំហើយនឹងកោះចាវ៉ាហ្នឹងផ្សេងគ្នាអញ្ចឹងខ្ញុំត្រូវឆ្លងសាឡាងទៀតដូចជា20គីឡូជាងអញ្ចឹងល្បាក់40នាទីតែសាឡាងហ្នឹងខ្ញុំអត់ដែរទៅទេប៉ុន្តែឮធ្លាប់ទៅថាធំសាឡាងហ្នឹងធំមែនតើអញ្ចឹងចាំមើលប្រហែលជាចេញវីដេអូនេះបានប្រហែលជាមួយអាទិត្យឬក៏2អាទិត្យខ្ញុំអាចកាត់វីដេអូខ្ញុំទៅឡាំពុងតែជួយបងប្អូនទស្សនាប៉ុន្តែវីដេអូទៅឡាំពុងរៀងវែងអញ្ចឹងប្រហែលជាខ្ញុំអាចកន់ជា2ឬជា3ភាគបាទនេះគឺជាទស្សនវិជ្ជាទាំងមូលមើលទៅដើមឈើដល់ហ្នឹងគឺនៅច្រើនមែនទេនៅប្រទេសឥណ្ឌូនេស៊ីបាទដោយសារតែតាមដែលខ្ញុំដឹងគឺច្បាប់គេទៅទៅមួយព្រៃឈើគឺខ្លាំងណាស់អត់មានប្រជាជនឬក៏មានបណ្ណាគេហ៊ានកាប់ទេអញ្ចឹងទៅបានធ្វើឲ្យដើមឈើព្រៃឈើគេនៅ
ច្រើនហើយនិយាយទៅផ្លូវគេគឺចាក់កស៊ូអញ្ចឹងបាទចាក់កស៊ូចាក់បេតុងអញ្ចឹងកម្រមានផ្លូវលំមានដែរមានតែមានអត់ច្រើនទេវាបន្តិចបន្តួចហើយផ្លូវនេះគឺផ្លូវក្នុងមែនតើហ្មងដោយសារតែដូចខ្ញុំបានប្រាប់អញ្ចឹងខ្ញុំហើយនឹងកូនសិស្សខ្មែរមួយទៀតហ្នឹងគឺអត់មានមួកហើយតែប៉ូលីសគេចាប់គេបណ្ណៃវាលបាក់10 20ម៉ឺនដុល្លារអញ្ចឹងវាគួរសមដែរវាគិតបាទហើយគេអត់យកលុយទេគឺឲ្យយើងទៅបង់នៅប៉ុស្តិ៍អញ្ចឹងវាពិបាកទៅក៏សម្រេចចិត្តថាគាត់ថាអត់អីទេជិះផ្លូវក្នុងអញ្ចឹងខ្ញុំក៏ជិះតាមគាត់ព្រោះអីគាត់ជាកូនសិស្សនៅហ្នឹងគាត់ស្គាល់កលុកលៀតច្រើនជាងខ្ញុំហើយណាមួយជាបទពិសោធន៍យើងបានចូលក្នុងកលុកលៀតក្នុងភូមិរបស់គេផងបាទហើយណាមួយតំបន់នេះខ្ញុំអត់ដែរទៅដល់ទេបាទតំបន់នេះខ្ញុំអត់ដែរទៅដល់ទេហើយទៅវាប្លែកសម្រាប់ខ្ញុំដែរបាទបាទបន្ទាប់ពីខ្ញុំជិះម៉ូតូរៀងឆ្ងាយដែរខ្ញុំក៏បានឃើញគេធ្វើកម្មវិធីមួយប៉ុន្តែខ្ញុំមិនដឹងកម្មវិធីអីទេហើយខ្ញុំក៏ថតតែជួបបងប្អូនទស្សនាទៅបន្ទាប់ពីខ្ញុំបានជិះប្រហែលជាបន្តិចទៀតប្រហែលជា10-20នាទីទៀតឃើញភ្នំវាស្អាតហ្នឹងហើយបន្ទាប់មកខ្ញុំក៏មកដល់ទីតាំងធ្វើកម្មវិធីហ្នឹង2000 years later បាទហើយយើងបានចូលរួមកម្មវិធីហ្នឹងតែកូនសិស្សខ្មែរគាត់គឺជា speaker មួយដែរហើយនឹងលោកគ្រូគាត់ក៏ជា speaker មួយដែរបាទហើយអញ្ចឹងទៅខ្ញុំក៏បានចូលរួមហើយមុននឹងចូលរួមគឺបងប្អូនមូស្លីមគាត់តែងតែសូត្រធម៌ Perkenalkan nama saya Oni yang akan membawakan acara ini dari awal hingga akhir. Dan kami juga mengucapkan terima kasih kepada para tamu undangan yang berkenan hadir pada hari ini dan mengikuti acara hingga akhir nanti. Dan sebelum kita mulai acaranya, marilah bersama-sama kita membuka acara ini dengan mengucapkan basmalah. Bismillahirrahmanirrahim. المؤمنين والمؤمنات الأحياء منهم والأموات برحمتك يا أرحم الراحمين اللهم إنا نسألك بأننا نشهد أنك أنت الله لا إله إلا أنت الأحد الصمد لم يلد ولم يولد ولم يكن له كفوا أحد اللهم ذي السلطان العظيم وذي المن القديم وذي الوجه الكريم وولي الكلمات التامة والدعوات المستجابة إنما أمره إذا أراد شيئا أن يقول له كن فيكون. Ya Allah, atas kehendak dan kuasa-Mu ya Allah, Engkau telah menghadirkan di rumah-Mu yang sederhana ini ya Allah dalam rangka untuk bersilaturahim. Plan that is from the tropic area, including Indonesia and Southeast Asia and Cambodia, Thailand, is the place where the Gaharu is good for planning. So, because of the condition that it really suits for growing a Gaharu, untuk diri sendiri. Apalagi yang jelas-jelas kalau tidak susah tidur bisa insomnia ya. Nah, itu orang yang susah tidur lama-lama orang yang bertanggang lama-lama bisa susah tidur. Nah, mahasiswa berapa banyak yang tidurnya di atas jam 11 itu sedikit sekali. Yang bisa tidur yang nggak bisa tidur banyak. Apa buktinya? Saya kebetulan pernah konsultasi karena saya pernah kena COVID.